អូខេសួស្តីអ្នកនរគ្នាសូមស្វាគមន៍មកវិញជាមួយនឹង channel ទី2របស់ខ្ញុំអ្នកនរគ្នាសុខសប្បាយមិនដែរខ្ញុំខានចេញវីដេអូ9ថ្ងៃតាមពិតទៅដោយសារតែដូចខ្ញុំនិយាយចឹងមនុស្សខ្ញុំគឺជាមនុស្សដែលត្រូវការ momentum ចឹងក្នុងកន្លងពេលហ្នឹងវាអត់ទាន់ទទួលបាននៅ momentum ប៉ុន្តែនៅពេលដែលខ្ញុំទទួលបាននៅអាចចង្វាក់នៃការ upload វីដេអូនឹងហើយគឺវានឹងទៅរហូតទេអញ្ចឹងខ្ញុំសង្ឃឹមថាខ្ញុំនឹងបន្ត momentum ហ្នឹងដោយសារតែមួយរយៈមុនគឺខ្ញុំប្រឡងផងអីផងដល់ពេលអញ្ចឹងទៅខ្ញុំក៏ដាច់ណានឹងទៅខ្ញុំចេះតែខ្ញុំចេះខ្ជិលអញ្ចឹងណានៅក្នុងវីដេអូមុនគឺខ្ញុំបាននិយាយពីរឿងមួយដែលមិនជារឿងទេគឺខ្ញុំបាននិយាយពី genre មួយដែលវាបានជួយខ្ញុំនៅក្នុងកំឡុងពេលដែលខ្ញុំពិបាកបំផុតក្នុងហ្នឹងក៏ខ្ញុំបានផ្លេចឡើងប្រាប់អ្នកនរគ្នាអំពីអ្វីដែលខ្ញុំជួយចិត្តដែរគឺខ្ញុំជាប្រភេទមនុស្សដែលចូលចិត្តនៅរឿងបែប deep lore ដែលមាន lore វាជ្រៅ complicated fantasy និយាយរួមទៅជាប្រភេទរឿងបែប fantasy ហ្នឹងគឺខ្ញុំចូលចិត្តមែនតើហើយនឹងរឿងមួយទៀតជារឿងបែបប្រវត្តិសាស្ត្រដែលមាននយោបាយមានសង្គ្រាមនៅក្នុងហ្នឹងគឺខ្ញុំចូលចិត្តខ្លាំងមែនតើហើយនៅក្នុងចំណោមនឹងទាំងអស់គឺខ្ញុំមើលរឿងច្រើនមែនតើតាំងពីមុនមកខ្ញុំធ្លាប់មើលរឿងចក្រភពឈីងនៅខ្ញុំធ្លាប់មើលរឿងសាមកុកខ្ញុំធ្លាប់មើលរឿង Legend of Chu Han ឬក៏អ្នកនរគ្នាធ្លាប់ស្គាល់ King's War តាមពិត King's War ហ្នឹងជាចំណងជើងនៅក្នុង Netflix ព្រោះអីរឿងហ្នឹងគឺខ្ញុំមើលតាំងពីមិនទាន់ល្បីនៅខ្មែរខ្ញុំធ្លាប់មើលយូរហើយរឿងហ្នឹងខ្ញុំមើលនៅក្នុង Netflix ខ្ញុំធ្លាប់មើលខ្ញុំមើលរឿងយាកហ្វៃមើលស៊ូតុងពខ្ញុំមើលច្រើនណាស់តើតើនឹងរឿងប្រវត្តិសាស្ត្រមែនតើណាមែននេះទេគ្រាន់តែក្នុងប្រវត្តិសាស្ត្ររឿងប្រវត្តិសាស្ត្រហ្នឹងវាតែងតែមានគេ add section dramatize គេ add ធ្វើឲ្យវាចេញជាសាច់រឿងដើម្បីអាហ្នឹងធម្មតាជាវាមិនអាច accurate 100% នៅលើសាច់រឿងទាំងអស់ 100% ទេវាគេតែងតែមានឆ្លិចតិចតួចដើម្បីទទួលបាននៅការចំណាប់អារម្មណ៍ពីអ្នកមើលទូទៅនៅក្នុងចំណោមរឿងទាំងអស់ហ្នឹងខ្ញុំមានរឿងមួយដែលខ្ញុំចូលចិត្តខ្លាំងជាងគេគឺរឿងអាណាចក្រឈីងហើយថ្មីខ្ញុំក៏បានធ្វើវីដេអូតាក់ទងនឹង Warring State Period ឬក៏សម័យសង្គ្រាមបុរាណចិនគឺអាណាចក្រឈីងហ្នឹងជាអ្នកណែនាំខ្ញុំចូលឲ្យស្គាល់អំពីរឿងអាណាចក្រឈីងចំពោះខ្ញុំនៅពេលដែលខ្ញុំមើលរឿងបែបប្រវត្តិសាស្ត្រអញ្ចឹងខ្ញុំតែងតែចូលទៅអានមិនថានៅក្នុង Wikipedia មិនថាជា idea នៅក្នុង YouTube មិនថាជាវីដេអូ documentary គឺខ្ញុំចូលទៅ research តាក់ទងនឹងបាននិយាយពីប្រវត្តិខ្ញុំជាមួយនឹងរឿងអាណាចក្រឈីងហ្នឹងវាវែងឆ្ងាយមែនតើខ្ញុំមើលរឿងហ្នឹងគឺខ្ញុំចាប់ផ្ដើមមើលកាំងពី8ឆ្នាំមុនខ្ញុំគិតថាក្នុងកន្លង2018 2019ហ្នឹងនៅពេលដែលខ្ញុំចាប់បាក់ដប់ដំបូងខ្ញុំចាប់ផ្ដើមមើលដំបូងគឺតាំងពីជំនាន់មើលនៅក្នុង website នៅក្នុង website ដែលគេអត់តន់ចាប់ច្រើនទេឥឡូវមានអារម្មណ៍ថាគេចាប់ច្រើនមែនតើ copyright អីហ្នឹងកាលនោះមើលនៅក្នុង Facebook មិនដឹង website មិនដឹងខ្ញុំនៅចាំដូចជា website រឿងហ្នឹងគឺខ្ញុំចាប់ផ្ដើមមើលគឺរឿងចក្រភពឈីងវគ្គ1រឿងហ្នឹងគឺជារឿងដែលខ្ញុំស្រឡាញ់ខ្លាំងមែនតើមើលហើយចាំខ្ញុំនិយាយទៅបន្តទៀតគ្រាន់តែថានៅពេលដែលខ្ញុំចាប់ផ្ដើមមើលរឿងហ្នឹងហើយខ្ញុំចាប់ផ្ដើមresearch ទៅនឹងសាច់រឿង series ហ្នឹងក៏ខ្ញុំដឹងថារឿងហ្នឹងវាជាប្រភេទរឿងដែលគេបន្តពីមួយជំនាន់ទៅមួយជំនាន់បន្តគ្នាហើយអញ្ចឹងក៏ខ្ញុំបានស្គាល់នៅ Qin Empire Alliance ឬក៏ចក្រភពឈីងវគ្គ2ហើយបន្ទាប់មកក៏ខ្ញុំបាន research ខ្ញុំអូសនៅក្នុង Netflix ទៅ search ឡើងក៏ដឹងថា Netflix ការជំនាន់ហ្នឹងគឺវានៅក្នុង Netflix វាមាន3វគ្គ1វគ្គ2វគ្គ3ឲ្យយើងមើលអញ្ចឹងណាខ្ញុំក៏បានមើលវគ្គ3នៅក្នុង Netflix អញ្ចឹងខ្ញុំមើលវគ្គ1ខ្ញុំមើលនិយាយខ្មែរវគ្គ2វគ្គ3ខ្ញុំមើលនិយាយចិនប៉ុន្តែ subtitle អង់គ្លេសហើយថ្មីនេះក្នុងប្រហែលជាមួយឆ្នាំខ្ញុំមើលប្រហែលជា3ឆ្នាំ2ឆ្នាំ3ឆ្នាំមុននេះខ្ញុំអត់ច្បាស់ខ្ញុំក៏សាក search មើលបន្ថែមទៅក៏មាន Qin Empire វគ្គ4ក្នុងហ្នឹងគេហៅថា Qin Empire Epic Dynasty បើតាមខ្ញុំចាំរឿងហ្នឹងអាហ្នឹងគឺមាន free នៅលើ YouTube ទេអ្នកនរគ្នាបើសិនជាចាប់អារម្មណ៍អាចចូលទៅមើលបានប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាមិនមែនជាអ្នកដែលសិក្សាបន្ថែមតទៅនឹង
ប្រវត្តិសាស្ត្រខ្ញុំអត់គិតថារឿងអស់នេះសម្រាប់អ្នកទាំងអស់គ្នាអញ្ចឹងព្រោះអីសម្រាប់ខ្ញុំគឺរឿងនេះគឺគេផ្ដោតនៅលើប្រវត្តិសាស្ត្រអ្វីដែលកើតឡើងប្រវត្តិសាស្ត្រច្រើនមែនតើហើយជាពិសេសគឺគេអត់សូវផ្ដោតនៅលើromantic side របស់ story ទេអញ្ចឹងខ្ញុំនិយាយ briefing ទៅកាន់អ្នកទាំងអស់គ្នាច្រើនហើយតាក់ទងនឹងថាតើរឿងប្រវត្តិខ្ញុំជាមួយនឹងមើលរឿងហ្នឹងរឿង Chin Empire គឺវាជារឿងបែបប្រវត្តិសាស្ត្រមួយរបស់ចិនខ្ញុំអត់ដឹងថាអ្នកទាំងអស់គ្នាគិតយ៉ាងម៉េចចំពោះរឿងប្រវត្តិសាស្ត្រទាំងមូលទេប៉ុន្តែចំពោះខ្ញុំរឿងប្រវត្តិសាស្ត្រសឹងតែគ្រប់ជាតិជនជាតិទាំងអស់ខ្ញុំគិតថាចិនគឺជាជាតិសាសន៍មួយដែលគេឲ្យតម្លៃទៅលើរឿងប្រវត្តិសាស្ត្ររបស់គេមែនទែនហើយសម្រាប់ខ្ញុំគឺចិនលេខ1ហ្មងនៅក្នុងការបង្កើតធ្វើរឿងប្រវត្តិសាស្ត្រខ្ញុំនិយាយនេះមិនមែនចង់សំដៅទៅលើ action មិនមែនចង់សំដៅទៅលើខ្នាតមិនចង់សំដៅទៅលើការរៀប scene មិនចង់សំដៅទៅលើអីទេខ្ញុំគិតថាទាំងអស់ហ្នឹងវា take part នៅក្នុងការបង្កើតរឿងប្រវត្តិសាស្ត្រមួយល្អប៉ុន្តែសម្រាប់ខ្ញុំឲ្យតម្លៃបំផុតគឺអ្វីដែលគេបង្ហាញនៅក្នុងសាច់រឿងហ្នឹងខ្ញុំគិតថារឿងប្រវត្តិសាស្ត្រចិនទាំងអស់គឺចិនបានបង្ហាញនៅអរិយធម៌របស់គាត់បង្ហាញពីឥទ្ធិពលរបស់គាត់យើងអាចដឹងថាចិនគឺជាមហាអំណាចធំច្រើនចំនួនមែនតែននៅទ្វីបអាស៊ីយើងអាចនិយាយបានថាជាបងធំប្រចាំទ្វីបអាស៊ីហ្មងសឹងតែគ្រប់ជំនាន់របស់គាត់មានជំនាន់ផ្សេងដែលគាត់ឡើងដល់កម្ពុជាគាត់មានជំនាន់ផ្សេងដែលគាត់មានការបង្កើតអ្វីថ្មីហើយចិនគឺបង្ហាញរឿងហ្នឹងគឺបានល្អមែនទែនខ្ញុំឧទាហរណ៍មួយអ្នកទាំងអស់គ្នាទៅមើលរឿងចិនគាត់បង្ហាញរាជវាំងរបស់គាត់គឺធំប៉ុណ្ណាមើលរឿងក្នុងសាមកុករាជវាំងរបស់គាត់ធំប៉ុណ្ណាការបង្ហាញពីសិល្បៈការឆ្លាក់នៅក្នុងហ្នឹងប៉ុណ្ណាផ្ទះរបស់ប្រជាជននៅតាមទីក្រុងមួយមិនគឺអ្នកទាំងអស់គ្នាទៅមើលទៅហើយទៅប្រៀបធៀបជាមួយនឹងរឿងរបស់ជនជាតិផ្សេងអ្នកទាំងអស់គ្នានឹងឃើញពីគម្លាតនៃការបង្ហាញរបស់គេរឿងប្រវត្តិសាស្ត្ររបស់ចិនគឺគាត់ចង់បង្ហាញថាគាត់គឺជាជនជាតិមួយដែលមានឥទ្ធិពលធំមែនទែននៅក្នុងអាស៊ីយើងមើលទៅគឺធំមើលទៅគឺយើងដឹងថាចិនសម័យដើមគឺជាជនជាតិដែល civilized ជាជនជាតិមួយដែលសម្បូរសប្បាយមែនទែនឧទាហរណ៍ថាបើសិនជាកំឡុងពេលហ្នឹងជាកំឡុងពេលវឹកវររបស់គាត់យើងមើលនៅក្នុងការបង្ហាញនៅក្នុងរឿងរបស់ចិនហ្នឹងគឺយើងមើលទៅគឺដឹងថាក្នុងហ្នឹងគឺតិចទីអញ្ញៃហ្មងមានន័យថាជីវិតនៃដែលធ្លាប់តែ civilize ហ្នឹងគឺវាទៅជាតិចអស់ហ្មងខ្ញុំចូលចិត្តការបង្ហាញអញ្ចឹងអូខេការបង្ហាញតាក់ទងទៅនឹងscene តាក់ទងទៅនឹង scenery តាក់ទងទៅនឹងអ្វីផ្សេងគឺអូខេខ្ញុំទទួលស្គាល់ថាវា take part នៅក្នុងការបង្កើតរឿងប្រវត្តិសាស្ត្រល្អមួយຂະຫນາດនៃការថតឧទាហរណ៍យើងឃើញកងទ័ពថតធំច្រើនរាប់លានអ្នកអីអញ្ចឹងអាហ្នឹងវា take part ហើយប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំឲ្យតម្លៃទៅលើការបង្ហាញតាក់ទងទៅនឹងឥទ្ធិពលនៃអរិយធម៌មួយសម្រាប់ខ្ញុំដូចខ្ញុំបាននិយាយអញ្ចឹងអ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេគឺការតាក់ទងទៅនឹងការបង្ហាញពីអរិយធម៌ពិតប្រាកដរបស់ជនជាតិនោះហ្មងបើសិនជាអ្នកដែលចូលចិត្តផ្នែកខាងមនោសញ្ចេតនាមនុស្សអីប៉ុន្តែប្រហែលជាអត់សូវត្រូវទេជាមួយនឹងរឿងបែបប្រវត្តិសាស្ត្រជាពិសេសរឿងបែបប្រវត្តិសាស្ត្ររបស់ចិននេះហ្មងគឺគេអត់សូវបញ្ចូលទេគេអាចបញ្ចូលតិចតួចទេប៉ុន្តែជាវាមិនមែនជា mainstream ដែលគេ focus ទេអញ្ចឹងដូចដែលខ្ញុំបាននិយាយអញ្ចឹងពីមុនអញ្ចឹងគឺរឿងឈីនរឿងអាណាចក្រឈីននេះគឺវាមាន4វគ្គវគ្គ1គឺគេនិយាយអំពីប្រទេសមួយអាណាចក្ររដ្ឋទេតាមពិតជាបុរីរដ្ឋមួយទេអាណាចក្រឈីននេះជារដ្ឋមួយដែលកំពុងស្ថិតនៅក្នុងការក្រីក្រកើតឡើងដោយសារតែសង្គ្រាមរ៉ាំរ៉ៃបញ្ហាផ្ទៃក្នុងច្រើនហើយក៏មានបុត្រាមួយអង្គដែលគាត់ចាប់ផ្ដើមមើលឃើញការប៉ះពាល់របស់សង្គ្រាមដែលនគរឈីនគឺគាត់នេះរ៉ាំរ៉ៃហ្នឹងអញ្ចឹងក៏គាត់បានមើលឃើញក៏គាត់ចាប់ផ្ដើមមានគំនិតថាគាត់ចង់ឲ្យប្រទេសគាត់រីកចម្រើនប៉ុន្តែគាត់នៅដោះអត់ចេញទេហើយក៏បានទទួលនៅគំនិតប្រឹក្សាមួយដែលឲ្យគាត់រកមនុស្សដែលមានសមត្ថភាពមកជួយគាត់បរិបទនេះឈ្មោះថាវ៉ៃយ៉ាងនៅក្នុងហ្នឹងគឺគេបាននិយាយអំពីគោលគំនិតមួយរបស់វ៉ៃយ៉ាងដែលវ៉ៃយ៉ាងគឺគាត់បានតែងតែលើកឡើងសឹងតែនៅគ្រប់ប្រទេសដែលគាត់សឹងតែនៅគ្រប់រដ្ឋដែលគាត់បានទៅទាំងអស់គឺគាត់តែងតែនិយាយថាសារជាតិមនុស្សគឺកាចសាហាវហើយ
ពាក្យមួយហ្នឹងគឺវា stick នៅក្នុងចិត្តរបស់ខ្ញុំមែនតើនៅក្នុងរាល់ថ្ងៃគឺយើងឃើញហើយមនុស្សតែងតែមានភាពលត់លន់មិនថាយើងថាគេអត់មានពីណាល្អអត់ខ្ចាស់ហើយខ្ញុំនិយាយហ្នឹងមិនថាខ្ញុំអត់មានភាពលត់លន់អត់មាននេះស្អីទេខ្ញុំក៏ដូចគ្នាខ្ញុំមានភាពលត់លន់ខ្ញុំមានការចង់បានខ្ញុំមានអីច្រើនទៀតតែអត់មានពីណា perfect ទេនៅក្នុងរឿងអស់ហ្នឹងដែលធ្វើឲ្យមនុស្សភាពលត់លន់ភាពចង់បានភាពចង់ឈ្នះហ្នឹងហើយដែលធ្វើឲ្យមនុស្សគឺគាត់នឹងអាចធ្វើនៅរឿងដែលមិនគប្បីជាច្រើនហើយអញ្ចឹងហើយទៅប្រទេសមួយទៅរដ្ឋមួយត្រូវការបង្កើតច្បាប់នេះគឺជាគោលគំនិតមួយរបស់វ៉ៃយ៉ាងហើយខ្ញុំនៅពេលដែលខ្ញុំមើលរឿងនឹងលើកដំបូងគឺភឺសវល់មែនតើខ្ញុំមិនដឹងថាអត្តន័យដើមនៅក្នុងជាភាសាចិនវាអញ្ចឹងអត់ទេប៉ុន្តែពាក្យដែលគេបកប្រែមកគឺព្រឺសម្បល់ហ្មងអញ្ចឹងហើយបានខ្ញុំចង់ឲ្យចង់និយាយថាចង់ឲ្យ credit ទៅកាន់អ្នកបកប្រែសម័យដើមគឺពួកគាត់បកកាយបកប្រែមែនតើមានន័យថាការបកប្រែរបស់គាត់មិនមែនពាក្យ word by word ទេគាត់បកប្រែមកគឺព្រឺសម្បល់ហ្មងខ្ញុំនិយាយមែនអ្នកទាំងអស់គ្នាអ្នកដែលធ្លាប់មើលសាមកុកអ្នកដែលធ្លាប់មើលរឿងនេះគឺ perfect បន្ទាប់មកក្នុងរឿងហ្នឹងក៏គេបានបង្ហាញអំពី reform ក្នុងការ reform មានបញ្ហាអីខ្លះខ្ញុំគិតថាតើអ្នកទាំងអស់គ្នាទៅមើលទៅអ្នកទាំងអស់គ្នាអាចយល់បានពីរឿង reform ហ្នឹងហើយក៏យើងបានឃើញប្រទេសឈីងដែលធ្លាប់តែទុនខ្សោយក៏បានផ្លាស់ប្ដូរមកជាប្រទេសដែលខ្លាំងគ្រាន់បើអាចទប់ទល់ជាមួយខ្លួនឯងបានប្រជាជនរស់នៅមាននេះច្រើនដោយគ្រាន់តែការធ្វើការប្រានយោបាយវគ្គមួយហ្នឹងគឺខ្ញុំគិតថាវាជាភាគឬក៏ជាវគ្គដែលល្អជាងគេនៅក្នុងចំណោម4វគ្គមានពាក្យជាច្រើនដោយខ្ញុំបាននិយាយអញ្ចឹងគឺវាធ្វើឲ្យខ្ញុំព្រឺសវល់ខ្លាំងមែនតើអ្នកទាំងអស់គ្នាគួរតែទៅមើលខ្ញុំគិតថាខ្មែរយើងគាត់មានអ្នកដែលយករឿងចាស់អញ្ចឹងដែលគេបកប្រែអញ្ចឹងគាត់យកទៅកាត់តសលេងចូលរឿងដើមហើយគាត់ផុសនៅក្នុង Telegram ប៉ុន្តែដូចជាត្រូវ page ឲ្យពួកគាត់អញ្ចឹងដែលជាការងាររបស់ពួកគាត់ដែលពួកគាត់ខំប្រឹងធ្វើអញ្ចឹងអ្នកនរគ្នាអាចទៅរកបានខ្ញុំអត់អាច recommend ឲ្យអ្នកទាំងអស់គ្នាទេអាហ្នឹងហើយមួយទៀតនៅក្នុងរឿងវគ្គមួយហ្នឹងគឺគេបង្ហាញទស្សនវិជ្ជារបស់ចិនអ្នកទាំងអស់គ្នាសម័យមើលរឿងចិនរឿងហ្នឹងគឺនិយាយអំពីសម័យមួយប្រហែលជា400ឆ្នាំមុនគ្រិស្តសករាជបើយើងរាប់ទៅវាជាង3000ឆ្នាំហើយអ្វីដែលខ្ញុំមើលឃើញនៅក្នុងរឿងហ្នឹងគឺប្រទេសចិនគឺគាត់មានសំណាក់សិក្សាតាំងពី3000ឆ្នាំមុនតាំងពី3ឆ្នាំមុនរបស់ហ្នឹងគឺ amaze ខ្ញុំមែនតើខ្ញុំអង្គុយគិតទៅ wow អញ្ចឹងបាទខ្ញុំនិយាយថាខ្ញុំចូលចិត្តអ្វីដែលគេបង្ហាញនៅក្នុងហ្នឹងការបង្ហាញរបស់គេគឺគេបង្ហាញថាជនជាតិគេគឺគេឲ្យតម្លៃទៅលើការសិក្សាមែនតើឃើញទៅគឺខ្ញុំពិតជានេះខ្ញុំពិតជាស្រឡាញ់រឿងហ្នឹងមែនតើដោយសារតែការបង្ហាញទស្សនវិជ្ជារបស់គេមួយហ្នឹងគឺល្អមែនតើអញ្ចឹងចំពោះវគ្គ1គឺខ្ញុំខានមើលយូរដែរអញ្ចឹងខ្ញុំអត់សូវមានអីនិយាយច្រើនលើសពីហ្នឹងឯងអូខេអញ្ចឹងបន្ទាប់មកគឺវគ្គ2វគ្គ2ខ្ញុំគិតថាខ្ញុំអត់ដែរមើលរឿងហ្នឹងនិយាយខ្មែរទេសម្រាប់ខ្ញុំខ្ញុំមើលរឿងហ្នឹងទាំងអស់គឺសុទ្ធតែជានិយាយជាភាសាចិនហើយ subtitle អញ្ចឹងពេលខ្លះក៏យើងចាប់អត់បានពេលខ្លះក៏យើងត្រូវការបកមកមើល map មើលអីឡើងវិញអញ្ចឹងដើម្បីឲ្យវាការយល់នៅក្នុងវគ្គនេះគឺអ្វីដែលគេផ្ដោតសំខាន់មួយគឺគេនិយាយអំពីគោលនយោបាយមានន័យថាស្ដេចឈីងនៅក្នុងចំនួននោះនៅក្នុងវគ្គ2ហ្នឹងគឺស្ដេចឈីងKing Huiwen គឺគាត់បាននិយាយថាគឺគាត់បានប្រកាន់ភ្ជាប់នៅគោលនយោបាយមួយដែលគេដែលជាប្រភេទគោលនយោបាយ alliance មានន័យថាការចរចាជាជាងការធ្វើសង្គ្រាមមិនថាគាត់អត់ធ្វើសង្គ្រាមគាត់ធ្វើសង្គ្រាមប៉ុន្តែហើយគាត់ចរចាហើយគាត់ឲ្យតម្លៃទៅលើការចរចាជាងហើយការចរចារបស់គាត់គឺយើងបានឃើញនៅក្នុងរឿងហ្នឹងគឺជោគជ័យច្រើនមែនតើទទួលបានដីទទួលតំណែងជាស្ដេចដោយសារតែបើសិនអ្នកនរគ្នាស្ដាប់ការបកប្រែខ្មែរវាអាចរៀងច្បល់តិចដោយសារតែយើងបកប្រែជាស្ដេចទាំងអស់តាមពិតទៅនៅក្នុងសម័យហ្នឹងគឺពួកគាត់គឺជាស្ដេចត្រាញ់ដែលមានការចាត់តាំងពីរាជាណាចក្រជ័យអញ្ចឹងណាហើយបន្ទាប់មកនៅពេលដែលស្ដេចហ៊ុយវិនហ្នឹងគឺជាស្ដេចដំបូងរបស់នគរឈីងដែលប្រកាសផ្ដាច់ខ្លួនថានគរឈីងគឺអត់នៅក្រោម
អាណាចក្រជើទៀតទេអត់មាននៅក្រោមរាជាណាចក្រជើណាទៀតទេស្ដេច King Hoover ហ្នឹងគឺគាត់បានប្រើប្រាស់គោលនយោបាយនៃការចរចាជាជាងការវាយគ្នាគឺដើម្បីឲ្យគាត់ទទួលបានដីទទួលបានការពរិទ្ធទឹកដីទទួលបានមុខតំណែងនិងការធ្វើឲ្យប្រទេសផ្សេងទៀតទុនខ្សោយមានន័យថាគាត់ការប្រើនយោបាយចរចាអញ្ចឹងគឺគាត់ធ្វើឲ្យខ្លួនគាត់កាន់តែខ្លាំងឡើងហើយគោលនយោបាយរបស់គាត់ក៏មានការធ្វើឲ្យកំសោយនៅតាមប្រទេសនានាដែរដោយសារតែការចាត់តាំងគោលនយោបាយបែបចរចារបស់គាត់ហ្នឹងហើយគឺធ្វើឲ្យនគរឈិងមានមូលដ្ឋានគ្រឹះរឹងមាំដែលមូលដ្ឋានគ្រឹះហ្នឹងត្រូវបាន set តាំងពីបិតារបស់គាត់ហើយបន្តមកដល់ពេលគាត់ក៏ពង្រឹងអាមូលដ្ឋានគ្រឹះនឹងកាន់តែខ្លាំងហើយគេនិយាយថាមូលដ្ឋានគ្រឹះហ្នឹងឯងដែលជាមូលដ្ឋានគ្រឹះធំមួយដែលធ្វើឲ្យនគរឈិងគឺគាត់អាចយកឈ្នះទៅលើនគរទាំង6 7នឹងទៀតបាទតាមពិតទៅនៅក្នុងវគ្គនេះគឺខ្ញុំអត់សូវមានអីនិយាយទេដូចខ្ញុំបាននិយាយចឹងអាចនិយាយបានថាដោយសារតែខ្ញុំអត់ស្ដាប់ខ្មែរខ្ញុំអត់សូវខ្ញុំអត់មានអត់បានមើលរឿងនៃការបកប្រែរបស់ខ្មែរណាអញ្ចឹងបានថាខ្ញុំស្ញប់ស្ញែងចំពោះអ្នកដែលគាត់បកប្រែជំនាន់មុនមែនតើគឺបកប្រែមកធ្វើឲ្យយើងព្រឺសវល់មកចំពោះនៅក្នុងវគ្គនេះខ្ញុំអត់គិតថាអ្វីដែលគេបង្ហាញហ្នឹងគឺវាល្អច្រើនទេប៉ុន្តែគឺខ្ញុំ notice មួយយើងដូចដែលខ្ញុំធ្លាប់អាននិយាយចឹងការបង្ហាញអំពីអរិយធម៌មួយគឺគេបង្ហាញតាក់ទងទៅនឹងសិល្បៈតាក់ទងទៅនឹងទំហំនៃទីក្រុងតាក់ទងទំហំនៃអគារអីចឹងយើងឃើញការប្រែប្រួលអំពីអាណាចក្រឈិងវគ្គ1និងវគ្គ2នៅក្នុងសាច់រឿងនេះខ្ញុំគិតថាអ្នកនិពន្ធក៏ចង់បង្ហាញថានគរឈិងនៅវគ្គ2ហ្នឹងគាត់លែងជានគរទុនខ្សោយគាត់លែងជានគរខ្សត់ខ្សោយទៀតហើយគាត់លែងជានគរក្រីក្រទៀតហើយនៅពេលហ្នឹងគឺគាត់ជានគរដែលមានលុយដែលអាចធ្វើការបានដែលអាចធ្វើការអីផ្សេងបានអញ្ចឹងគឺគេបានបង្ហាញថានៅក្នុងទីក្រុងសៀងយ៉ាងហ្នឹងនៅក្នុងរាជធានីសៀងយ៉ាងហ្នឹងយើងឃើញមានផ្លូវយើងឃើញមានអគារធំយើងឃើញមានយើងមើលឃើញនៅតាមទីក្រុងប្រជាជនរស់នៅមានទីផ្សារមានអីល្អមែនតើលុយមែនតើក្នុងកន្លែងហ្នឹងគឺគេបានបង្ហាញប៉ុន្តែនៅក្នុងជំនាន់ហ្នឹងគឺយើងបើប្រៀបធៀបជាមួយទៅនឹងនគរផ្សេងទៀតយើងអត់តន់ឃើញភាពខុសគ្នាឆ្ងាយឧទាហរណ៍នគរធំដូចជានគរចាវនគរវៃនគរឈូយើងអត់តន់ឃើញភាពខុសគ្នាច្រើនទេយើងឃើញប្រទេសទាំងអស់ហ្នឹងគឺផាកផែកគ្នារហូតមកដល់នគរឈិងវគ្គ3នគរឈិងវគ្គ3គឺរឿងគឺជាការនិយាយអំពីខ្សែជីវិតរបស់ស្ដេចឈិងមួយដែលជាស្ដេចឈិងអាចនិយាយបានថាជាស្ដេចឈិងដែលខ្លាំងជាងគេដែលខ្ញុំធ្លាប់អានណាដែលខ្ញុំធ្លាប់អានក្នុងចំណោមក្សត្រទាំងអស់សូម្បីតាចៅរបស់គាត់អ៊ីងចឹងដែលវាយយកឈ្នះទឹកដីបានហ្នឹងក៏អត់ខ្លាំងដូចគាត់ដែរក្នុងវគ្គ3ហ្នឹងគឺគេនិយាយអំពីប្រវត្តិរបស់គាត់ការក្រុងរាជរបស់គាត់ការអនុវត្តគោលនយោបាយរបស់គាត់អ្វីដែលខ្ញុំមើលឃើញនៅក្នុងវគ្គនេះគឺគេចង់បង្ហាញអំពីឥទ្ធិពលរបស់គាត់ខ្លាំងមែនទែនយើងឃើញថានៅក្នុងវគ្គ1វគ្គ2វគ្គ4យើងឃើញថាមហាក្សត្រទាំងអស់គឺមានទីប្រឹក្សាចំណិតមួយដែលគាត់ទុកចិត្តជាងគេវគ្គ1គឺស្ដេចអ៊ីងឈីលៀងហ្នឹងគាត់មានវ៉ាយ៉ាងវគ្គ2ស្ដេចហ៊ុយវិនហ្នឹងគាត់មានឆាងអ៊ីប៉ុន្តែវគ្គ3ស្ដេចឈិងម្នាក់ហ្នឹងគឺគាត់អត់មានពីណាដែលគាត់ចាត់ទុកថាជាចំណិតគាត់ទុកចិត្តបាន 100% ទេគាត់តែម្នាក់ឯងគឺគាត់អាចធ្វើឲ្យនគរផ្សេងខ្លោបខ្លាចមែនទែនហើយការបង្ហាញពីឥទ្ធិពលខ្លាំងបំផុតរបស់គាត់គឺនៅក្នុងចុងវគ្គនៅក្នុងវគ្គនេះគឺគេមានតួអង្គមួយទៀតដែលអ្នកនរគ្នាប្រកាសជាអ្នកដែលធ្លាប់មើលរឿងប្រវត្តិសាស្ត្រច្រើនគាត់ប្រកាសជាស្គាល់ហើយប៉ៃឈីជាមេតបខ្លាំងបំផុតរបស់នគរឈិងអាចនិយាយបានថាជាកម្ពុជាមេតបនៅក្នុងប្រវត្តិសាស្ត្រម្នាក់ real history អូខេមិនជា fiction ទេអត់មានជាមេតបដែលអត់ដែរចាញ់សោះជាមេតបដែលវាយដែលទៅណាក៏គេខ្លាចឲ្យតែចេញមុខវាយគឺឈ្នះចេញមុខវាយគឺទទួលបានទទួលបានទីក្រុងទទួលបានទឹកដីស្ដេចចៅសៀងដូចជាឈ្មោះដូចជាអ៊ីងជីគាត់ខ្ញុំភ្លេចឈ្មោះគាត់បាត់ហើយគាត់គឺបានបញ្ជាឲ្យប៉ៃឈីធ្វើអត្តឃាតដោយសារតែប៉ៃឈីគឺអាចនិយាយបានថាយើងមើលអញ្ចឹងយើងនឹកឃើញយើងគិតថាវា unfair ចំពោះមេតបដែលស្មោះត្រង់ចំពោះ
ចឹងហើយប៉ុន្តែយើងសាកសម័យថានៅក្នុងជំនាន់ហ្នឹងគឺតាំងពី3000ឆ្នាំមុនគឺសករាជគាត់អត់អាចដឹងទេថាអត់មានអីដែល control ច្បាស់លាស់ទៅលើមេតបរបស់គាត់ទេអញ្ចឹងគាត់ខ្លាចមេតបរបស់គាត់ម្នាក់ហ្នឹងគឺកើនអតិពលកាន់តែខ្លាំងវាអាចមានបញ្ហាដល់គាត់ទៅគាត់បញ្ជាឲ្យបៃឈីហ្នឹងធ្វើអត្តឃាតខ្លួនឯងហើយនៅចុងវគ្គមានភាគមាន clip មួយដែលខ្ញុំព្រឺសម្បល់មែនតើខ្ញុំធ្លាប់មើល clip ហ្នឹងនិយាយជាភាសាខ្មែរប៉ុន្តែការមើលជាភាសាចិនក៏ខ្ញុំព្រឺសម្បល់ដែរនៅពេលហ្នឹងគឺប្រទេសទាំង6ទៀតគឺរួមគ្នាវាយនគរឈីង1ទល់នឹង6នៅពេលហ្នឹងគឺគាត់និយាយប្រាប់ទៅនៅពេលហ្នឹងគឺគាត់ផឹកស្វឹងហើយគាត់សម័យជួបនិយាយជាមួយបេដាគាត់ King Huiwen ហ្នឹងគឺគាត់ King Huiwen គឺគាត់និយាយថាគេ6នាក់មកវាយឯងហើយតែឯងមានអីទប់ទល់ខ្លួនអត់ឯងអត់មានមេតបធំនៅចិត្តខ្លួនទេគាត់និយាយមកវិញថាមិនបាច់ភ័យទេប្រាបេដាចៃជំនះតិចតួចរបស់ពួកគេធ្វើឲ្យពួកគេគិតថាគេខ្លាំងជាងយើងក្នុងកំឡុងពេលហ្នឹងប៉ុន្តែបើសិនជានគរឈីងពឹងពាក់តែលើបៃឈីខ្ញុំក៏អត់ដាច់ចិត្តសម្លាប់បៃឈីដែរពាក្យមួយហ្នឹងគឺធ្វើឲ្យខ្ញុំគិតថាគិតដល់រឿងមួយសំណួរខ្ញុំនៅពេលដែលខ្ញុំមើលកន្លែងហ្នឹងគឺខ្ញុំសួរថាតើបៃឈីធ្វើឲ្យនគរឈីងខ្លាំងឬក៏នគរឈីងធ្វើឲ្យបៃឈីខ្លាំងមានន័យថារបស់ពីរហ្នឹងវាសុទ្ធតែខ្លាំងរៀងខ្លួនហើយបៃឈីខ្លាំងបានគាត់អាចដឹកនាំទ័ពនឹងបានប៉ុន្តែបៃឈីក៏មានកងទ័ពដែលខ្លាំងមួយនៅក្នុងដៃដែរគឺនគរឈីងកន្លែងហ្នឹងគឺខ្ញុំមើលហើយខ្ញុំព្រឺសម្បល់មែនតើថាវ៉ាវគេចាប់ផ្ដើមបង្ហាញពីឥទ្ធិពលនគរឈីងចាប់ផ្ដើមធំជាងអ្នកដតីហើយគឺខ្ញុំពិតជាស្រឡាញ់មែនតើនៅក្នុងរឿងទាំង4វគ្គហ្នឹងប៉ុន្តែនៅក្នុងរឿងហ្នឹងក៏មានកន្លែងជាច្រើនដែលធ្វើឲ្យយើងសោកស្ដាយដែលថាដោយសារមានមនុស្សស្លាប់ច្រើននៅក្នុងសង្គ្រាមដូចជាសមរភូមិឆាងភីងអ្នកនរគ្នាប្រកាសជាដឹងហើយដូចជាស្លាប់កងទ័ពបោះចៅជាង400,000នាក់វាយនគរហានដូចជាស្លាប់អស់ជាង200,000នាក់ទៀតកំទេចនគរឈូដែលប្រើទឹកផលិតនគរឈូនិយាយរួមទៅគឺនៅក្នុងសង្គ្រាម Warring State នេះគឺសម្លាប់មនុស្សអស់ច្រើនមែនទែនជាសង្គ្រាមដែលអស់បន្លាយរាប់រយឆ្នាំសម្លាប់មនុស្សអស់ច្រើនលានមែនទែនហើយជាសម័យមួយដែលធ្វើដែលប្រទេសអញនិយាយបានថាជាក៏ជាសម័យមួយដែលប្រទេសចិនគាត់ចាប់ផ្ដើមជឿនលឿនខ្លាំងបច្ចេកវិទ្យាទាំងអីផ្សេងៗហ្នឹងគឺគាត់ចាប់ផ្ដើមពរិទ្ធខ្លួនខ្លាំងមែនទែនទាំងខ្នាតនៃការធ្វើសង្គ្រាមអីជាដើមគឺគាត់ចាប់ផ្ដើមពរិទ្ធខ្លួនហើយបន្ទាប់មកចូលមកវគ្គ4នេះគឺខ្ញុំចាប់ផ្ដើមមើលដំបូងនៅក្នុងកំឡុងខ្ញុំអត់ចាប់បានថាក្នុងកំឡុងណានេះតែដឹងថានៅពេលហ្នឹងគឺនៅខ្មែរយើងអត់ទាន់មានអ្នកផ្អើលមើលរឿងហ្នឹងឡើយទេខ្ញុំគិតថាអ្នកនៅខ្មែរយើងគាត់មើលអាវគ្គ4ហ្នឹងចាំចាប់ផ្ដើមពេលដែលមានបកប្រែខ្មែរសម្រាប់ខ្ញុំមើលរឿងនេះមុនខ្ញុំដោយសារខ្ញុំបាន read history ពាក្យដែលអង្គឈិនសេហួរក៏បានខ្ញុំហកឃើញរឿងហ្នឹងខ្ញុំអត់ដឹងថាម៉េចទេប៉ុន្តែខ្ញុំឃើញគេផុស free នៅក្នុង YouTube និយាយចិនអត់មានបាត់អីទេអញ្ចឹងអត់មានបាត់អត់មានបាត់សលេងអត់មានអីនៅក្នុង YouTube អ្នកនរគ្នាបើសិនជាអ្នកនរគ្នាចូលចិត្តមើលនិយាយចិនមើល subtitle អាចទៅមើលបានអ្នកនរគ្នាខ្ញុំបាននិយាយពីរដងនៅក្នុងវីដេអូនេះគឺខ្ញុំនិយាយតាក់ទងទៅនឹងថាអ្វីដែលខ្ញុំចូលចិត្តគឺការបង្ហាញនៅក្នុងរឿងគ្រាន់តែចាប់ផ្ដើមក្នុងវិនាទីដំបូងនៃរឿងនេះអ្នកនរគ្នានឹងឃើញការបង្ហាញអំពីក្បួនទ័ពមួយដ៏អស្ចារ្យមែនទែនវីដេអូមួយហ្នឹងគឺនៅតែធ្វើឲ្យខ្ញុំព្រឺសបល់ខ្លាំងមែនទែនគឺគេបង្ហាញពីក្បួនទ័ពរបស់គេមានន័យថាកងទ័ពទំៀបនៅចាំវាយមកក្រុងហ្នឹងមិនមែនចេះតែទំៀបគ្នាណាគឺគេទំៀបមានក្រុមកងទ័ពមានក្បួនមានទង់មានការវាយស្គរមានអ្នក scout មានអ្នកដែលគាត់ជិះចាំឲ្យបាត់បញ្ជាមានមេទ័ពដែលឈរនៅឆាកដើម្បីប្រាប់ថាឲ្យវាយមិនមានឧបករណ៍នៃការវាយក្រុងSiege Tower អីហ្នឹងលយមែនតើអ្នកនរគ្នានៅទៅមើលរឿងហ្នឹងនៅពេលដែលចំណុចដំបូងហ្នឹងគឺអ្នកនរគ្នានឹងវាយអ្នកនរគ្នានឹងវ៉ាវសម្រាប់រឿងហ្នឹងមែនតើខ្ញុំចូលចិត្តរឿងហ្នឹងខ្លាំងហ្មងអញ្ចឹងការបង្ហាញផ្សេងខ្ញុំគិតថាក្នុងរឿងនេះក៏វាអត់ខុសពីរឿងដទៃទៀតដែរវានៅតែល្អអញ្ចឹងប៉ុន្តែអ្វីដែលខ្ញុំមើលឃើញនៅក្នុងរឿងវគ្គ4នេះគឺខ្ញុំមើលឃើញអំពីការបង្ហាញភាពខុសគ្នារវាងឈីងនិងនគរផ្សេងទៀតនៅក្នុងឆ្នាំនគរទាំងអស់
មានតែនគរចៅមួយដែលអាចប្រៀបធៀបគ្នារវាងតកតងនឹងកម្លាំងរវាងនគរទាំងពីរអាចនិយាយបានថាទោះបីនគរចៅអត់មានលទ្ធភាពក្នុងការវាយនគរឈីងប៉ុន្តែក៏អត់មានលទ្ធភាពក្នុងការទប់ទល់នគរឈីងដែរយើងឃើញពីហ្នឹងគឺអាចនឹងប្រហាក់ប្រហែលគ្នាប៉ុន្តែនៅពេលដែលយើងប្រៀបធៀបនគរឈីងទៅនឹងនគរហានយើងទៅប្រៀបធៀបនគរឈីងទៅនឹងនគរប្រៀបធៀបនគរឈីងទៅនឹងនគរវៃយើងប្រៀបធៀបនគរឈីងទៅនឹងនគរផ្សេងៗយើងឃើញថាយើងនឹងចាប់អារម្មណ៍ភ្លាមថាតាមទីក្រុងមួយគឺមានការខុសគ្នាខ្លាំងមែនទែនដែលបង្ហាញអំពីថាឥទ្ធិពលរបស់ឈីងគឺពេលនោះគឺឡើងដល់កម្រិតកំពូលហើយអ្នកណាគេក៏ខ្លាចនគរឈីងដែរមានតែនគរឈូមួយទៀតដែលអាចប្រៀបធៀបបានប៉ុន្តែនៅតែខ្សោយជាងមើលទៅគឺដឹងតែខ្សោយមកអាចនិយាយបានថាអ្នកទាំងអស់គ្នាបើសិនជាខ្ញុំមកអ្នកទាំងអស់គ្នាមើលគ្រាន់តែមើលមួយឯងទំហំនៃសវនាការរបស់ពួកគេគឺខុសគ្នាហ្មងទំហំនៃបន្ទប់សវនាការគេនគរឈីងគឺធំសឹងតែ2គុណនឹង2គុណនឹង3នៃនគរទាំងអស់ហ្នឹងអញ្ចឹងខងកន្លែងហ្នឹងគឺការបង្ហាញនៃឥទ្ធិពលខងកន្លែងហ្នឹងគឺយើងគឺការបង្ហាញអំពីអំណាចរបស់អីមួយគឺខ្ញុំចូលចិត្តនៅក្នុងរឿងចិនគឺគេបង្ហាញខ្ញុំគិតថាសឹងតែគ្រប់រឿងប្រវត្តិសាស្ត្ររបស់គេគឺគេបានបង្ហាញថងចំណុចហ្នឹងគឺបានល្អមែនតើខ្ញុំសរសើរហ្មងប៉ុន្តែនៅក្នុងនេះគឺមានចំណុចដែលខ្ញុំអត់ចូលចិត្តច្រើនរឿងដែរទី1ខ្ញុំអត់ចូលចិត្តគឺការ focus ខ្លាំងទៅលើប្រវត្តិរបស់អ៊ីងចឹងឬក៏មហាក្សត្រទី1ឬក៏អធិរាជទី1របស់នគរចិនគឺឈិនស៊ូហុងហ្នឹងក្នុងរឿងនេះគឺខ្ញុំមានអារម្មណ៍ថា pace គេគឺគេនិយាយអំពីប្រវត្តិរបស់គាត់ជាងក្នុងការបង្ហាញពីគោលនយោបាយផ្សេងរបស់ចិនតាមពិតទៅនៅក្នុងនេះគឺតាមពិតទៅគឺនៅក្នុងនេះគួរតែបង្ហាញបានច្រើនជាងហ្នឹងគេបង្ហាញដែរតកតងទៅនឹងការអនុវត្តគោលនយោបាយរបស់លីស៊ឺតកតងនឹងការព្យាយាមធ្វើឲ្យមានការប្រើប្រាស់អក្សររួមមួយហើយហ្នឹងគឺគេបង្ហាញអូខេគេបង្ហាញដែរប៉ុន្តែគ្រាន់តែថាវាអត់ដល់កម្រិតមួយដែលខ្ញុំគិតថាល្អសម្រាប់ខ្ញុំគួរតែបង្ហាញបានច្រើនជាងហ្នឹងជាងការហើយនឹងមួយទៀតគឺpace នៃរឿងនេះគឺមានអារម្មណ៍ថាយឺតមែនតើខ្ញុំអត់គិតថារឿងហ្នឹងវាគួរតែដូចជាបើតាមចាត់ដូចជា70%ជាងមិនដឹង80%មិនដឹងខ្ញុំភ្លេចហើយខ្ញុំអត់គិតថាវាគួរវែងដល់ថ្នាក់ហ្នឹងបើសិនជាវែងគួរតែបង្ហាញនៅតាមទីតាំងសង្គ្រាមច្រើនជាងហ្នឹងការប្រើប្រាស់គោលនយោបាយរបស់ឈីងតកតងនឹងការរាប់ឆ្ងាយវាយចិត្តតកតងនឹងអីហ្នឹងគឺនេះគឺគួរតែធ្វើបានច្រើនជាងខ្ញុំគិតថាការបង្ហាញគោលនយោបាយរបស់គេហ្នឹងគឺច្បាស់ថងកន្លែងមួយច្បាស់ថងកន្លែងដែលនគរឈីងទៅរាប់អាននគរឈីប្រាប់នគរឈីកុំឲ្យធ្វើអីប្រទេសផ្ដាស់ឲ្យយល់ព្រមជាមួយខ្លួនហើយវាយនគរចិត្តខ្លួនកន្លែងហ្នឹងគឺអ្នកនរគ្នាមើលហើយគឺអ្នកនរគ្នានឹងយល់អញ្ចឹងចំពោះខ្ញុំរឿងទាំង4វគ្គហ្នឹងគឺនេះជាការសង្ខេបរបស់ខ្ញុំទេនិយាយពីអីដែលខ្ញុំចូលចិត្តខ្ញុំមិនមែនជាអ្នកដែលគាត់វិភាគជ្រៅជ្រះអីតាក់ទងទៅនឹងរឿងអស់ហ្នឹងថែមខ្ញុំអ្វីដែលខ្ញុំចូលចិត្តគឺខ្ញុំចូលទៅរៀងជ្រៅតិចតែប៉ុណ្្នឹងហើយក្រោយពេលដែលខ្ញុំមើលរឿងទាំង4វគ្គហ្នឹងក៏វាបានបង្ហាញពីរបស់ Churchill ដែលខ្ញុំចូលចិត្តដែរទី1គឺទស្សនវិជ្ជារបស់ចិនក្នុងចំណោមទស្សនវិជ្ជាទាំងអស់គឺមានតែទស្សនវិជ្ជារបស់ចិននិងទស្សនវិជ្ជារបស់ក្រិចទេដែលខ្ញុំអាចនិយាយបានថាខ្ញុំរៀងចាប់អារម្មណ៍ជាងគេអញ្ចឹងក្នុងជីវិតរបស់ខ្ញុំសង្ឃឹមថានឹងមានថ្ងៃមួយខ្ញុំទៅតាមទីតាំងប្រវត្តិសាស្ត្រចាស់របស់ចិននិងទី2ចង់ទៅក្រិចហើយរឿងនេះគឺដូចដែលខ្ញុំបាននិយាយនៅចុងវីដេអូ main channel របស់ខ្ញុំគឺខ្ញុំនិយាយថារឿងនេះគឺបានបង្ហាញខ្ញុំអំពីការធ្វើអីមួយជាប្រព័ន្ធក្នុងកន្លែងមួយដែលវ៉ៃយ៉ាងគឺគាត់បង្ហាញស្ដេចឈីងថាធ្វើជាប្រព័ន្ធបានន័យថារបស់ហ្នឹងគឺវានឹងដើរទៅដោយខ្លួនឯងបើទោះជាអត់មានពីណានៅគ្រប់គ្រងពីលើវាក៏ដោយរបស់ហ្នឹងគឺនឹងវាដើរទៅតាមឋានៈមានតាមកខកខងគឺដើរតាមហ្នឹងអាហ្នឹងគឺជាអ្វីដែលខ្ញុំចូលចិត្តហើយនឹងទី2គឺអីដែលខ្ញុំបើកភ្នែកខ្ញុំគឺការឲ្យតម្លៃទៅលើការសិក្សារបស់ជនជាតិចិនហើយនឹងមានរឿងជាច្រើនទៀតដែលវាបើកភ្នែកខ្ញុំអញ្ចឹងអូខេអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាហើយខ្ញុំនឹងព្យាយាមបង្ហាញពីចំណង់ចំណូលចិត្តរឿងផ្សេងតាក់ទងខ្ញុំចូលចិត្តទៀតមានទាំង game រឿងបទពិសោធន៍របស់ខ្ញុំនៅក្នុង channel នេះអញ្ចឹងបើសិនអ្នកចូលចិត្តសូមភ្លេចចុច like subscribe and take care